អនុក្រឹត្យលេខ497អនុក្រឹត្យបកស្តីពីការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំងការផ្លាស់ប្ដូរនៃការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិអូខេចឹងយើងមើលខ្លឹមសារទាំងអស់គ្នាមាត្រា1អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់នៅកណន័យភាពរបស់មន្ត្រីរាជការស៊ីវិលដែលក្រសួងស្ថាប័នដែលកំពុងបំពេញការងារនៅថ្នាក់ក្រោមជាតិចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិមាត្រា2អនុក្រឹត្យនេះមានគោលដៅធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការតែងតាំងការផ្លាស់ប្ដូរនិងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិមាត្រា3អនុក្រឹត្យនេះមានវិសាលភាពគ្របដណ្ដប់ទៅលើមន្ត្រីរាជការស៊ីវិលដែលស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរួមមានមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅសាលារាជធានីខេត្តក្រុងស្រុកខណ្ឌនិងមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅតាមមន្ទីរអង្គភាពរបស់ក្រសួងស្ថាប័ននានានៅថ្នាក់ក្រោមជាតិលើកលែងតែមន្ត្រីរាជការស៊ីវិលដែលអង្គភាពគយរដ្ឋាភិបាលបណ្ដាសហគ្រាសសាធារណៈនិងគ្រឹះស្ថានសាធារណៈនានាចំពោះ2គោលការណ៍មាត្រា4ការអនុវត្តអំណាចដែលបានធ្វើប្រតិភូកម្មដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗក្នុងការតែងតាំងការផ្លាស់ប្ដូរនិងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិតាមស្មារតីនៃអនុក្រឹត្យនេះត្រូវផ្អែកទៅលើគោលការណ៍ប្រសិទ្ធភាពគ្រោះយោបល់តម្លាភាពកណន័យភាពសមធម៌និងអព្យាក្រឹតភាពរបស់មន្ត្រីរាជការស៊ីវិលស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាមាត្រា5ការតែងតាំងការផ្លាស់ប្ដូរនិងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិត្រូវផ្អែកទៅលើនីតិវិធីលក្ខណៈវិនិច្ឆ័យនិងឧបនិស្ស័យដែលបានកំណត់នៅក្នុងច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាននិងបទបញ្ញត្តិនានានៃអនុក្រឹត្យនេះមាត្រា6រាល់កិច្ចប្រជុំរបស់គណៈអភិបាលនិងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាដើម្បីពិភាក្សានិងឬអនុម័តទៅលើសំណើសុំតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលតាមស្មារតីនៃអនុក្រឹត្យនេះត្រូវធ្វើឡើងជាសម្ងាត់ក្រុមប្រឹក្សាត្រូវធ្វើការអនុម័តទៅលើសំណើសុំតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងណាមួយតាមរយៈការបោះឆ្នោតជាសម្ងាត់រាល់កំណត់ហេតុកិច្ចប្រជុំនានាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំជាសម្ងាត់នេះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយក្រុមប្រឹក្សាអាចអនុញ្ញាតឲ្យដកស្រង់ខ្លឹមសារគោលនៃកិច្ចប្រជុំសម្រាប់ផ្សព្វផ្សាយសាធារណៈប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសព័ត៌មានផ្ទាល់ខ្លួនកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលឡើយក្រុមប្រឹក្សាបុគ្គលិករបស់ក្រុមប្រឹក្សានិងមន្ត្រីពាក់ព័ន្ធនានាត្រូវថែរក្សាឯកសារនានាពាក់ព័ន្ធទៅនឹងព័ត៌មានផ្ទាល់ខ្លួនកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវបានស្នើសុំតែងតាំងឬផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចឯកសារសម្ងាត់និងមិនត្រូវបានផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈឡើយចំពោះ3អំណាចនិងនីតិវិធីនៃការតែងតាំងការផ្លាស់ប្ដូរនិងការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលផ្នែកទី1មន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅសាលារាជធានីខេត្តក្រុងស្រុកខណ្ឌមាត្រា7ត្រូវបានធ្វើប្រតិភូកម្មអំណាចដល់អភិបាលរាជធានីខេត្តឲ្យចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងចាប់ពីថ្នាក់ក្រមនាយករដ្ឋបាលនៃសាលារាជធានីខេត្តអភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលរបស់ខ្លួនត្រូវលើកសំណើតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះឬផ្លាស់ប្ដូរឬបញ្ចប់មុខតំណែងដើម្បីនេះសម្រាប់ទៀតអភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលរបស់ខ្លួនត្រូវលើកសំណើតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះដើម្បីសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនបន្ទាប់ពីបានទទួលអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនអភិបាលរាជធានីខេត្តត្រូវចេញនៃការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមុខតំណែងខាងលើឃើញអញ្ចឹងអភិបាលរាជធានីខេត្តអាចចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចចាប់ពីថ្នាក់ក្រមនាយករដ្ឋបាលនៃសាលារាជធានីខេត្ត
អូខេចំពោះបេក្ខជនដែលស្នើតែងតាំងត្រូវជ្រើសចេញពីមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីខេត្តដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងបដិសេធដោយបានកំណត់ដោយលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងករណីដែលពុំអាចជ្រើសរើសបាននៅបេក្ខជនសមស្របអភិបាលរាជធានីខេត្តបន្ទាប់ពីមានការឯកភាពពីគណៈអភិបាលនិងក្រុមប្រឹក្សារបស់ខ្លួនត្រូវស្នើសុំយោបល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្នើសុំផ្ទេរមន្ត្រីមកពីក្រសួងមហាផ្ទៃឬពីសាលារាជធានីខេត្តផ្សេងឬពីក្របខ័ណ្ឌក្រសួងស្ថាប័នផ្សេងទៀតតាមនីតិវិធីជាធរមានក្នុងករណីតម្រូវការមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងដោយមានចែងនៅក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលរាជធានីខេត្តត្រូវធ្វើការប្រជុំឲ្យមានការឯកភាពគ្នាក្នុងគណៈអភិបាលរបស់ខ្លួនអំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះដើម្បីស្នើសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងចេញដីកាផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងនេះមាត្រា8ត្រូវបានធ្វើប្រតិភូកម្មអំណាចដល់អភិបាលរាជធានីខេត្តឲ្យចេញដីកាតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងនាយកទីការហិរញ្ញវត្ថុនៃសាលារាជធានីខេត្តអភិបាលរាជធានីខេត្តដែលមានកាយភាពពីគណៈអភិបាលរបស់ខ្លួនត្រូវលើកសំណើតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងនេះមកក្រុមប្រឹក្សារបស់ខ្លួនដើម្បីពិនិត្យនិងសម្រេចបន្ទាប់ពីបានទទួលសម្រេចពីក្រុមប្រឹក្សារបស់ខ្លួនអភិបាលរាជធានីខេត្តត្រូវលើកសំណើនេះមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីផ្ដល់ឯកភាពទៅលើសំណើនេះហើយទៅលើការឯកភាពខាងលើនេះអភិបាលរាជធានីខេត្តត្រូវចេញនៃការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងនេះក្នុងករណីដែលពុំមានឯកភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវជួយដំណឹងទៅអភិបាលរាជធានីខេត្តក្នុងការបញ្ជាក់ពីហេតុផលដែលពុំឯកភាពនេះឬនឹងស្នើឲ្យអភិបាលរាជធានីខេត្តលើកសំណើបេក្ខជនថ្មីសម្រាប់ការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងនេះតាមនីតិវិធីដូចបានកំណត់ក្នុងវគ្គការនានានៃខាងលើនៃមាត្រានេះក្នុងករណីតម្រូវឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមួយតំណែងដោយដែលមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលរាជធានីខេត្តត្រូវធ្វើការប្រជុំពិភាក្សាឲ្យមានការឯកភាពគ្នាក្នុងគណៈអភិបាលរបស់ខ្លួនអំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចដើម្បីស្នើសុំការអនុម័តពីក្រមប្រឹក្សារបស់ខ្លួនមុននឹងលើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងករណីចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាចចាត់ឲ្យមានការស៊ើបអង្កេតជាមុនចំពោះមូលហេតុដែលស្នើសុំឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីការស៊ើបអង្កេតរកឃើញថាករណីនេះពុំមានមូលហេតុសមស្របរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវធ្វើលិខិតជំរាបជូនអភិបាលរាជធានីខេត្តអំពីការមិនគ្រប់គ្រងចំពោះសំណើកំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះមាត្រា9ត្រូវបានធ្វើប្រតិភូកម្មអំណាចដល់អភិបាលរាជធានីខេត្តឲ្យចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងចាប់ពីក្រមនាយករដ្ឋបាលនៃសាលាក្រុងស្រុកខណ្ឌអភិបាលក្រុងស្រុកខណ្ឌដែលមានការឯកភាពពីគណៈអភិបាលរបស់ខ្លួនត្រូវលើកសំណើតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងខាងលើទៅក្រុមប្រឹក្សារបស់ខ្លួនដើម្បីពិនិត្យនិងអនុម័តមុននឹងលើកសំណើជូនអភិបាលរាជធានីខេត្តសម័យចំពោះបេក្ខជនដែលបានស្នើតែងតាំងត្រូវជ្រើសចេញពីមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌដែលផ្អែកទៅលើលក្ខណៈវិរិច្ឆ័យនិងឧបនិស្ស័យដោយបានកំណត់ដោយលក្ខន្តិកៈដោយឡែកក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងករណីដែលក្រុងស្រុកខណ្ឌពុំមានមន្ត្រីដែលមានលក្ខណៈវិនិច្ឆ័យនិងឧបនិស្ស័យសមស្របសម្រាប់ការស្នើសុំតែងតាំងក្នុងមុខតំណែងទាំងនេះទេអភិបាលក្រុងស្រុកខណ្ឌដែលមានការឯកភាពពីគណៈអភិបាលនិងក្រុមប្រឹក្សារបស់ខ្លួនអាចស្នើសុំយោបល់ពីអភិបាលរាជធានីខេត្តដើម្បីជ្រើសរើសបេក្ខជនដែលមានលក្ខណៈសមស្របពីសាលារាជធានីខេត្តឬពីសាលាក្រុងស្រុកខណ្ឌផ្សេងទៀតឬស្នើសុំផ្ទេរមន្ត្រីពីក្របខ័ណ្ឌក្រសួងស្ថាប័នផ្សេងទៀតតាមនីតិវិធីជាធរមានដើម្បីតាមសំណើរបស់អភិបាលក្រុងស្រុកខណ្ឌ
អភិបាលរាជធានីខេត្តត្រូវពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យនិងបដិសេធរបស់មន្ត្រីដែលបានស្នើសុំតែងតាំងដោយផ្អែកតាមការកំណត់នៃលក្ខន្តិកៈដែលឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលករណីបេក្ខជនស្នើសុំតែងតាំងនោះពុំសមស្របនឹងលក្ខណៈវិនិច្ឆ័យនិងបដិសេធដែលបានកំណត់អភិបាលរាជធានីខេត្តត្រូវធ្វើលិខិតជម្រាបជូនអភិបាលក្រុងស្រុកខណ្ឌដើម្បីជ្រើសរើសបេក្ខជនថ្មីដែលមានលក្ខណៈវិនិច្ឆ័យនិងបដិសេធសមស្របមួយចំនួនអភិបាលក្រុងស្រុកខណ្ឌសម័យត្រូវធ្វើការប្រជុំពិភាក្សាឲ្យមានឯកភាពគ្នាក្នុងគណៈអភិបាលនិងស្នើសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួននិងលើកសំណើបេក្ខជនថ្មីនេះជូនអភិបាលរាជធានីខេត្តក្នុងករណីតម្រូវឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយដែលមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលក្រុងស្រុកខណ្ឌត្រូវធ្វើការប្រជុំពិភាក្សាឲ្យមានការឯកភាពគ្នានៅក្នុងគណៈអភិបាលនិងសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនអំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់មុខតំណែងនេះបញ្ចប់ភារកិច្ចនេះដើម្បីលើកសំណើជូនអភិបាលរាជធានីខេត្តសម័យក្នុងករណីចាំបាច់អភិបាលរាជធានីខេត្តអាចចាត់ឲ្យមានការស៊ើបអង្កេតជាមុនចំពោះមូលហេតុដែលស្នើសុំឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីដែលការស៊ើបអង្កេតរកឃើញថាសំណើនេះពុំមានមូលហេតុសមស្របអភិបាលរាជធានីខេត្តត្រូវធ្វើលិខិតជំរាបជូនអភិបាលក្រុងស្រុកខណ្ឌអំពីការមិនគ្រប់គ្រងចំពោះសំណើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីនេះក្នុងករណីស្នើសុំនេះមានមូលហេតុជាក់លាក់អភិបាលរាជធានីខេត្តត្រូវចេញនៃការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនោះតាមការស្នើសុំមាត្រា10ត្រូវបានធ្វើប្រតិធ្វើកម្មអំណាចដល់អភិបាលរាជធានីខេត្តឲ្យចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុនៃសាលាក្រុងស្រុកខណ្ឌអភិបាលក្រុងស្រុកខណ្ឌដែលមានការឯកភាពពីគណៈអភិបាលរបស់ខ្លួនត្រូវលើកសំណើតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងនេះមកក្រុមប្រឹក្សារបស់ខ្លួនដើម្បីពិនិត្យនិងសម្រេចបន្ទាប់ពីទទួលបានការសម្រេចពីក្រុមប្រឹក្សារបស់ខ្លួនអភិបាលក្រុងស្រុកខណ្ឌត្រូវលើកសំណើនេះមកអភិបាលរាជធានីខេត្តសម័យដើម្បីលើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការផ្ដល់ការឯកភាពទៅលើសំណើនេះផ្អែកទៅលើឯកភាពខាងលើអភិបាលរាជធានីខេត្តត្រូវចេញនៃការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងនេះក្នុងករណីដែលពុំមានការឯកភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវជួយដំណឹងទៅអភិបាលរាជធានីខេត្តដោយបញ្ជាក់ពីអំពីមូលហេតុនៃការពុំឯកភាពនេះនិងស្នើឲ្យអភិបាលរាជធានីខេត្តសម័យពិភាក្សាជាមួយអភិបាលក្រុងស្រុកខណ្ឌសម័យក្នុងការលើកសំណើបេក្ខជនថ្មីសម្រាប់ការតែងតាំងមន្ត្រីក្នុងមុខតំណែងនេះតាមនីតិវិធីដោយបានកំណត់នៅក្នុងវគ្គខណ្ឌខាងលើនៃមាត្រានេះក្នុងករណីដែលតម្រូវឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយដែលមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលក្រុងស្រុកខណ្ឌត្រូវធ្វើការប្រជុំពិភាក្សាឲ្យមានការឯកភាពគ្នានៅក្នុងគណៈអភិបាលរបស់ខ្លួនអំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចដើម្បីស្នើសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងលើកសំណើជូនអភិបាលរាជធានីខេត្តសម័យក្នុងករណីចាំបាច់អភិបាលរាជធានីខេត្តអាចចាត់ឲ្យមានការស៊ើបអង្កេតជាមុនចំពោះមូលហេតុនៃការស្នើសុំមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីការស៊ើបអង្កេតរកឃើញថាសំណើនេះពុំមានហេតុផលសមស្របអភិបាលរាជធានីខេត្តត្រូវធ្វើលិខិតជម្រាបជូនអភិបាលក្រុងស្រុកខណ្ឌសម័យអំពីការមិនគ្រប់គ្រងចំពោះសំណើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីគណៈអភិបាលរាជធានីខេត្តខាត់ឯកភាពទៅលើសំណើសុំផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចនេះអភិបាលរាជធានីខេត្តត្រូវលើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីផ្ដល់ឯកសារឯកភាពទៅលើសំណើនេះមុននឹងចេញនៃការផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីក្នុងមុខតំណែងនេះតាមនីតិវិធីជាធរមានផ្នែកទី2មន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅតាមមន្ទីរអង្គភាពនិងការិយាល័យរបស់ក្រសួងស្ថាប័ននានានៅថ្នាក់ក្រោមជាតិត្រូវបានធ្វើប្រតិបត្តិការអំណាចដល់អភិបាលរាជធានីខេត្តឲ្យមានសិទ្ធិលើកសំណើតែងតាំងនិងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងស្ថាប័ននានាក្នុងមុខតំណែងប្រធានមន្ទីរឬអង្គភាពថ្នាក់ផាវហែលនៅថ្នាក់រាជធានីខេត្តមករដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យនីមួយៗអភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលនៅក្នុងក្រុមប្រឹក្សារបស់ខ្លួនត្រូវលើកសំណើសុំតែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយមិនចេះក្នុងវគ្គខណ្ឌទី1នៃមាត្រានេះដើម្បីសុំការសម្រេចពីរដ្ឋមន្ត្រីប្រធានស្ថាប័នសម័យវានេះវាពាក់ព័ន្ធទៅនឹងការតែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចអូខេ
នៅប្រធានមន្ទីរឬអង្គភាពថ្នាក់បកប្រហែលចំពោះបេក្ខជនដែលមានការស្នើសុំតែងតាំងតែជ្រើសចេញពីមន្ត្រីរាជការស៊ីវិលនៅក្នុងក្របខ័ណ្ឌក្រសួងស្ថាប័ននីមួយៗដែលកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រមប្រឹក្សារាជធានីខេត្តដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងបដិសេធដែលបានកំណត់ដោយលក្ខន្តិកៈដែលលែងនៃក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅក្នុងករណីដែលពុំមានការជ្រើសរើសតាមនៅបាននៅបេក្ខជនសមស្របអភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលនិងក្រុមប្រឹក្សារបស់ខ្លួនត្រូវស្នើសុំយោបល់ពីរដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យដើម្បីផ្ទេរមន្ត្រីមកពីក្រសួងស្ថាប័នសម័យឬពីមន្ទីរអង្គភាពរបស់ខ្លួនរបស់ក្រសួងស្ថាប័នសម័យនៅក្នុងរាជធានីខេត្តផ្ទេរឬផ្ទេរពីក្របខ័ណ្ឌក្រសួងស្ថាប័នផ្សេងទៀតតាមនីតិវិធីជាធរមានក្នុងករណីតម្រូវឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដូចមានចែងនៅក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលរាជធានីខេត្តត្រូវធ្វើការប្រជុំពិភាក្សាឲ្យមានការឯកភាពគ្នាជាមុនក្នុងគណៈអភិបាលរបស់ខ្លួនអំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះដើម្បីស្នើសុំឲ្យមានការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងលើកសំណើជូនរដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យក្នុងករណីចាំបាច់រដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យអាចចាត់ឲ្យមានការស៊ើបអង្កេតជាមុនចំពោះមូលហេតុដែលស្នើសុំឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីការស៊ើបអង្កេតរកឃើញថាករណីនេះពុំមានមូលហេតុសមស្របរដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យត្រូវធ្វើលិខិតជំរាបជូនគណៈអភិបាលខេត្តអំពីការមិនគ្រប់គ្រងចំពោះសំណើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីនេះក្នុងករណីស្នើសុំមានមូលហេតុជាក់លាក់រដ្ឋមន្ត្រីឬប្រធានស្ថាប័ននោះត្រូវចេញប្រកាសផ្លាស់ប្ដូរឬបញ្ចប់មុខតំណែងនៃភារកិច្ចមន្ត្រីនោះតាមការស្នើសុំមាត្រា12ត្រូវបានធ្វើប្រតិបត្តិការអំណាចដល់អភិបាលរាជធានីខេត្តបច្ចេកនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នក្នុងមុខតំណែងចាប់ពីថ្នាក់ក្រមប្រធានមន្ទីរឬអង្គភាពថ្នាក់ប្រហែលនៅថ្នាក់រាជធានីខេត្តប្រធានមន្ទីរឬអង្គភាពសម័យត្រូវលើកសំណើសម្រាប់ការតែងតាំងផ្លាស់ប្ដូរឬការបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងនេះមកគណៈអភិបាលរាជធានីខេត្តអភិបាលរាជធានីខេត្តត្រូវយកសំណើនេះមកពិនិត្យនិងពិភាក្សាឲ្យមានការឯកភាពគ្នានៅក្នុងគណៈអភិបាលនិងស្នើសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីក្នុងតំណែងនេះតាមនីតិវិធីធរមានចំពោះបេក្ខជនដែលស្នើតែងតាំងត្រូវជ្រើសចេញពីមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងស្ថាប័ននីមួយៗដែលកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីខេត្តដោយទៅលើលក្ខណៈវិទ្យានិងបដិសេធដែលបានកំណត់ដោយលក្ខន្តិកៈដែលឡែកក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងករណីដែលពុំអាចជ្រើសរើសបាននៅបេក្ខជនសមស្របអភិបាលរាជធានីខេត្តរួមជាមួយនឹងប្រធានមន្ទីរអង្គភាពសម័យដោយមានការឯកភាពពីគណៈអភិបាលឬក្រុមប្រឹក្សារាជធានីខេត្តសម័យអាចស្នើសុំពីរដ្ឋមន្ត្រីឬប្រធានស្ថាប័នសម័យដោយមានប្រធានមន្ត្រីមកពីក្រសួងស្ថាប័នសម័យឬពីមន្ទីរអង្គភាពរបស់ក្រសួងស្ថាប័នសម័យនៅរាជធានីខេត្តផ្សេងឬពីក្របខ័ណ្ឌក្រសួងស្ថាប័នផ្សេងទៀតតាមនីតិវិធីធរមាននៅក្នុងករណីតម្រូវឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដែលមានចែងនៅក្នុងវគ្គខណ្ឌទី1នៃមាត្រានេះប្រធានមន្ទីរឬអង្គភាពត្រូវបញ្ជាក់ពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះដើម្បីលើកសំណើជូនអភិបាលរាជធានីខេត្តជាសម័យនៅក្នុងករណីចាំបាច់អភិបាលរាជធានីអាចចាត់ឲ្យមានការស៊ើបអង្កេតជំនុំចំពោះមូលហេតុឬដែលបានស្នើសុំឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីការស៊ើបអង្កេតរកឃើញថាសំណើនេះពុំមានមូលហេតុសមស្របអភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលក្រុមប្រឹក្សារបស់ខ្លួនត្រូវធ្វើលិខិតជំរាបជូនប្រធានមន្ទីរឬអង្គភាពក្នុងការមិនគ្រប់គ្រងចំពោះការផ្លាស់ប្ដូរក្នុងករណីស្នើសុំនេះមានមូលហេតុជាក់លាក់អភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលត្រូវស្នើសុំអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងចេញនៃការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីនោះក្នុងករណីដែលមន្ត្រីណាមួយក្នុងមុខតំណែងទាំងនេះត្រូវបានរកឃើញថាមានភាពប្រក្រតីឬការប្រព្រឹត្តខុសឆ្គងដែលមានលក្ខណៈធ្ងន់ធ្ងរឬតាមតម្រូវនៃច្បាប់អភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលក្រុមប្រឹក្សាត្រូវផ្ដល់ការណែនាំដល់ប្រធានមន្ទីរអង្គភាពដើម្បីលើកសំណើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមកអភិបាលរាជធានីខេត្តក្នុងករណីដែលប្រធានមន្ទីរអង្គភាពសម័យនោះពុំអនុវត្តតាមការណែនាំនេះអភិបាលរាជធានីខេត្តដោយមានការឯកភាពពីគណៈអភិបាលនិងក្រុមប្រឹក្សារបស់ខ្លួនអាចមានសិទ្ធិផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីក្នុងមុខតំណែងនេះដោយពុំចាំបាច់មានសំណើពីប្រធានមន្ទីរឬអង្គភាពសម័យនោះឡើយមាត្រា13ត្រូវបានធ្វើប្រតិបត្តិកម្មដល់អភិបាលរាជធានីខេត្តដោយចេញនៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងស្ថាប័ន
នៅក្នុងមុខតំណែងចាប់ពីប្រធានការិយាល័យជំនាញឬថ្នាក់អភិបាលចក្រមនៅថ្នាក់ក្នុងស្រុកអភិបាលក្នុងស្រុកខណ្ឌដែលមានការឯកភាពពីគណៈអភិបាលរបស់ខ្លួនត្រូវស្នើសុំការអនុម័តពីក្រុមប្រឹក្សារបស់ខ្លួនមុននឹងលើកសំណើតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងទាំងនេះមកអភិបាលរាជធានីខេត្តតាមរយៈប្រធានមន្ត្រីអង្គភាពសម័យចំពោះសំណើតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងចាប់ពីថ្នាក់ក្រុមប្រធានការិយាល័យជំនាញឬថ្នាក់អភិបាលនៅថ្នាក់ក្រុងស្រុកខណ្ឌត្រូវមានការប្រកាសយោបល់បន្ថែមជាមួយប្រធានការិយាល័យជំនាញផ្អែកទៅលើសំណើរបស់អភិបាលក្រុងស្រុកខណ្ឌនិងមតិយោបល់របស់ប្រធានមន្ត្រីអង្គភាពសម័យអភិបាលរាជធានីខេត្តក្រុងខេត្តត្រូវយកសំណើនេះមកពិនិត្យនិងពិភាក្សាឲ្យមានការឯកភាពគ្នាទៅលើគណៈអភិបាលរបស់ខ្លួនមុននឹងចេញនៃការតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីនៅក្នុងមុខតំណែងនេះតាមនីតិវិធីជាធរមានចំពោះបេក្ខជនដែលការស្នើសុំទាំងនេះត្រូវជ្រើសចេញពីមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នសម័យនីមួយៗដែលកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្នុងស្រុកខណ្ឌដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនិងឧបនិស្ស័យដោយបានកំណត់ដោយលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្នុងករណីដែលពុំអាចជ្រើសរើសបាននៅបេក្ខជនសមស្របនេះទេអភិបាលក្រុងស្រុកខណ្ឌដែលមានការឯកភាពពីគណៈអភិបាលនិងក្រុមប្រឹក្សារបស់ខ្លួនត្រូវស្នើសុំយោបល់ពីអភិបាលរាជធានីខេត្តដើម្បីសម្របសម្រួលជាមួយនឹងប្រធានមន្ត្រីនិងអង្គភាពសម័យក្នុងការស្នើសុំផ្ទេរមន្ត្រីពីក្រសួងស្ថាប័នឬពីមន្ត្រីអង្គភាពជំនាញនៅរាជធានីខេត្តក្រុងស្រុកខណ្ឌផ្សេងឬពីក្របខ័ណ្ឌក្រសួងស្ថាប័នផ្សេងទៀតតាមនីតិវិធីជាធរមានក្នុងករណីតម្រូវមានការផ្លាស់ប្ដូរបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលក្នុងមុខតំណែងដោយមានចែងក្នុងវគ្គខណ្ឌទី1នៃមាត្រានេះអភិបាលក្រុងស្រុកខណ្ឌសម័យដោយមានការឯកភាពពីគណៈអភិបាលនៃក្រុមប្រឹក្សារបស់ខ្លួនត្រូវបញ្ជាក់អំពីមូលហេតុជាក់លាក់នៃការស្នើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចដើម្បីលើកសំណើជូនអភិបាលខេត្តសម័យតាមរយៈប្រធានមន្ត្រីឬអង្គភាពសម័យក្នុងករណីចាំបាច់អភិបាលរាជធានីខេត្តអាចចាត់ឲ្យមានការស៊ើបអង្កេតជាមុនចំពោះមូលហេតុនៃការស្នើសុំស្នើឲ្យមានការផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចនេះក្នុងករណីការស៊ើបអង្កេតរកឃើញថាសំណើនេះពុំមានមូលហេតុសមស្របអភិបាលរាជធានីខេត្តមានការឯកភាពពីគណៈអភិបាលត្រូវធ្វើលិខិតជម្រាបជូនអភិបាលក្រុងស្រុកសម័យអំពីការមិនគ្រប់គ្រងចំពោះសំណើសុំផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីនេះក្នុងករណីស្នើសុំមានមូលហេតុជាក់លាក់អភិបាលរាជធានីខេត្តដែលមានការឯកភាពពីគណៈអភិបាលរាជធានីខេត្តត្រូវចេញនៃការផ្លាស់ប្ដូរនិងបញ្ចប់តំណែងមន្ត្រីនោះតាមការស្នើសុំមាត្រា14ចំពោះការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលនៃអង្គភាពរបស់ក្រសួងស្ថាប័នដែលមានមុខងារផ្ដល់សេវាគ្របដណ្ដប់ទៅលើវិសាលភាពនៃដែនដីរដ្ឋបាលថ្នាក់ក្រោមជាតិលើសពី1អភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដែលអង្គភាពនោះមានការិយាល័យតាំងនៅក្នុងដែនដីរដ្ឋបាលរបស់ខ្លួនឬនឹងប្រធានអង្គភាពសម័យត្រូវអនុវត្តនីតិវិធីនេះដោយមានកំណត់ក្នុងមាត្រា11មាត្រា12និងមាត្រា13នៃអនុក្រឹត្យនេះដោយមានការពិគ្រោះយោបល់ជាមួយនឹងរដ្ឋបាលរាជធានីខេត្តក្នុងរាជធានីខេត្តក្រុងស្រុកខណ្ឌដែលពាក់ព័ន្ធមាត្រា15ការតែងតាំងការផ្លាស់ប្ដូរនិងបញ្ចប់មុខតំណែងភារកិច្ចមន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិក្នុងមុខតំណែងផ្សេងទៀតដែលពុំបានចែងក្នុងមាត្រា7 8 9 10មាត្រា11 12 13 14នៃអនុក្រឹត្យនេះត្រូវអនុវត្តដែលអនុលោមតាមច្បាប់ព្រះរាជក្រឹត្យអនុក្រឹត្យនិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានការតាមដានការត្រួតពិនិត្យនិងការវិតម្លៃនិងការគ្រប់គ្រងមាត្រា16គណៈកម្មាធិការជាតិសម្រាប់ការវិវត្តបែបប្រជាធិបតេយ្យកជបនិងក្រសួងមុខងារសាធារណៈត្រូវសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីរៀបចំនៅយន្តការតាមដានត្រួតពិនិត្យវិតម្លៃទៅលើការអនុវត្តអំណាចដែលបានធ្វើប្រតិពលកម្មតាមស្មារតីនៃអនុក្រឹត្យនេះដើម្បីធានាថាក្រុមប្រឹក្សាគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់អនុវត្តអំណាចក្នុងការតែងតាំងការផ្លាស់ប្ដូរនៃការបញ្ចប់ភារកិច្ចដោយអនុលោមទៅតាមច្បាប់ព្រះរាជក្រឹត្យនិងអនុក្រឹត្យនិងលិខិតបទដ្ឋានគតិយុត្តជាធរមាននិងធានាបាននៅគោលការណ៍ប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពសមត្ថភាពជាក្រិតនៃមន្ត្រីរាជការស៊ីវិលគោលជបត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋាភិបាល6ខែម្ដងអំពីការអនុវត្តអនុក្រឹត្យនេះមាត្រា17អភិបាលរាជធានីខេត្តត្រូវបញ្ជូននៃការតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការស៊ីវិលតាមគោលការណ៍នៃអនុក្រឹត្យនេះមកក្រសួងមុខងារសាធារណៈនិងរដ្ឋមន្ត្រីនិងប្រធានស្ថាប័នសម័យរបស់មន្ត្រីឲ្យបានតែងតាំងផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចក្នុងរយៈពេលយ៉ាងយូរ
7 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីការតែងតាំងផ្លាស់ប្តូរនិងបញ្ចប់ភារកិច្ចនិងពិនិត្យនៅនីតិជានុកូលភាពនិងបំពេញ Webboard និងប្រតិបត្តិប្រាក់អំណាចមុខងារការងារក្របខ័ណ្ឌនិងការធានានិងការអនុវត្តតាមនីតិវិធីជាធរមានក្នុងការពិនិត្យទៅលើនីតិជានុកូលភាពប្រសិនបើពិនិត្យឃើញថាការតែងតាំងឬការផ្លាស់ប្តូរឬការបញ្ចប់ភារកិច្ចនេះធ្វើឡើងមិនត្រឹមត្រូវតាមគោលការណ៍ Webboard និងនីតិវិធីជាធរមានរដ្ឋមន្ត្រីប្រធានស្ថាប័នសមិទ្ធត្រូវធ្វើលិខិតណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិនោះឲ្យធ្វើការកែតម្រូវបានត្រឹមត្រូវឡើងវិញករណីដែលរដ្ឋបាលថ្នាក់ក្រោមជាតិណាមួយមិនអនុវត្តតាមការណែនាំនេះរដ្ឋមន្ត្រីឬប្រធានស្ថាប័នសមិទ្ធត្រូវធ្វើអន្តរាគមន៍ដោយចេញប្រកាសលុបចុះរាយការណ៍ដែលបានធ្វើឡើងដែលមិនត្រឹមត្រូវតាមការគោលការណ៍បែបបទនីតិវិធីជាធរមាននោះជាមិនទាន់នេះថាដើម្បីក្នុងការអនុវត្តអំណាចប្រតិពលកម្មតាមស្មារតីអនុក្រឹត្យនេះក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការបរិបដាកសាងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ប្រជាក្រិតអនុក្រឹត្យនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការតែងតាំងការផ្លាស់ប្តូរនិងការបញ្ចប់ការភារកិច្ចមន្ត្រីរាជការស៊ីវិលរបស់ក្រសួងស្ថាប័ននានាដែលបំពេញការងារនៅថ្នាក់ក្រោមជាតិក្នុងករណីចាំបាច់រដ្ឋមន្ត្រីឬប្រធានស្ថាប័នពាក់ព័ន្ធអាចពិគ្រោះយោបល់ជាមួយគជបដើម្បីចេញសេចក្តីណែនាំតាមការចាំបាច់អូខេអញ្ចឹងយើងចប់ហើយអនុក្រឹត្យនេះចេញនៅថ្ងៃទី6វិច្ឆិកាឆ្នាំ2013អូខេ